ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះផងដែរចាគឺជាថ្ងៃល្អហ្នឹងហើយបងប្អូនខ្ញុំគាត់បានឡើងគេអដ្ឋានថ្មីបងប្អូនហ្នឹងហើយឃើញថានេះគឺជាកម្មវិធីទី1ហើយដែលអ្នកខ្ញុំបានឃើញផ្ទាល់ដោយសារតាអ្នកខ្ញុំអត់សូវដែលបានចូលរួមឡើងកម្មវិធីផ្ទះថ្មីអីចឹងទេអញ្ចឹងថ្ងៃនេះបានឃើញផ្ទាល់ហើយតែគេនឹងរៀបចំយ៉ាងណាយ៉ាងណីអញ្ចឹងណាបងប្អូនមិនថាមិនដែលឃើញសោះពីមុនវាដូចថាកន្លងយូរហើយអញ្ចឹងឥឡូវនេះគឺឃើញផ្ទាល់ចាហើយនឹងបានចូលរួមជាមួយពួកគាត់ទាំងអស់គ្នាចាមានលោកពូអ្នកមីងលោកអ៊ំលោកយាយបានមកចូលរួមច្រើនកកកមែនទែនចាមើលទៅទឹកមុខក៏ដឹងដែរចាសប្បាយរីករាយក៏គ្រប់គ្នាហ្នឹងហើយវាមានអារម្មណ៍ថាឆ្ងាយពីភូមិបន្តិចមែនក៏ប៉ុន្តែមើលទៅស្រឡះល្អណាស់បងអូនមើលទៅវាលស្រែខៀវខ្ចីហ្នឹងហើយតែដោយសារខែនេះខែរដូវប្រាំងអញ្ចឹងអត់ទាន់មានវាលស្មៅខៀវខ្ចីទេបន្ទាប់មកក្រោយពីការហែចំនួនជុំវិញផ្ទះហើយយើងមានកម្មវិធីសូត្រមន្តចាហើយនឹងនេះបងថ្លៃខ្ញុំចាហើយនឹងប្អូនគាត់ធ្វើរៀបចំចង្ហាន់ចាដើម្បីប្រគេនព្រះសង្ឃយកទៅវត្តចានេះបងរបស់នាងខ្ញុំចាទុបតាប់គៀនកន្លែងចុងភៅហើយមានក្រូចមានតកអីអញ្ចឹងទៅចាហ្នឹងហើយនេះបងប្អូនកូនក្មួយមកឃើញថាច្រើនកកមែនតែនអ្វីទៅបិទតាផ្ទះគាត់មិនជាធំទូលាយប្រហែលប៉ុន្តែទឹកចិត្តរបស់គាត់គឺធំទូលាយណាស់បងអូនហើយមើលតអ្នកមកចូលរួមចាស់សុកចិត្តអង្គុយខាងក្រៅអីចឹងណាហ្នឹងហើយនេះគាត់បានមានរៀបចំបាយជ្រូកមានបាយសម្លនិមន្តព្រះសង្ឃពីព្រះអង្គចាអញ្ជើញមកសូត្រមន្តដើម្បីឡើងគេអដ្ឋានថ្មីចាហ្នឹងហើយដូចនឹងខ្ញុំនិយាយអញ្ចឹងថាផ្ទះគាត់ធំទេមកល្មមដោយសារគ្រួសារគាត់នៅតែ2នាក់ទេចាហ្នឹងហើយឃើញថានេះសែនចងដៃពុកម្ដាយទាំងសងខាងចងដៃកូនម្ដងហើយចាឪពុកម្ដាយយាយតាហ្នឹងហើយចងដៃកូនដើម្បីកូនរស់ស៊ីតិចតិចចម្រុងចម្រើនទាំងអស់គ្នាចាហ្នឹងហើយតពីឪពុកម្ដាយហើយយាយតាចូលម្ដងហើយចាដោយសារនេះខ្ញុំកាមេរ៉ាមែនអត់បានចូលកាមេរ៉ាមួយគេអីចាហ្នឹងហើយអញ្ចឹងមានតែផ្ដិតរូបភាពឲ្យបងអូនមើលទស្សនាមើលដោយសារតានៅពេលដែលទៅមុខទៀតទៅយើងនឹងបានឃើញទស្សនវិជ្ជាដែលយើងចាប់ផ្ដើមថ្មីអីចឹងណាបងអូនហ្នឹងហើយនេះយើងចាប់ផ្ដើមដាក់សម្លដាក់អីហើយដើម្បីព្រះសង្ឃប្រគេនព្រះអង្គយកទៅវត្តហ្នឹងហើយបន្ទាប់ពីហ្នឹងនេះយើងមានជាទឹកផ្លែឈើនិងទឹកសុទ្ធជូនពួកដែលបានមកចូលរួមក្នុងកម្មវិធីនេះផងដែរចាចុងបញ្ចប់នេះខ្ញុំសូមជម្រាបលាអរគុណច្រើន